បាទសួស្តីបងប្អូននេះគឺជារបៀបបន្តថ្នាំមន់របស់ខ្ញុំបាទមន់នេះវាមានអាយុ21ថ្ងៃហើយបន្តរៀបបបាក់តិចទៅសាមន់វារើហើយយើងក៏មិនសូវជាជំនាញប្រមាណដែរហ្នឹងហើយថ្នាំបន្តនេះដែរខ្ញុំបន្តផ្នែករបស់វាគឺមកខាងផ្នែកនេះគឺកន្លះដំណក់បាទសងខាងមកខាងកន្លះទៅផ្ដិតវាតិចទៅហើយមួយសប្តាហ៍យើងបន្តម្ដងបងប្អូនខ្ញុំបន្ត5សប្តាហ៍បាទវាស្មើនឹងយើងមួយខែជាងបងប្អូនអញ្ចឹងបន្តអញ្ចឹងទៅវាការពារជំងឺបានច្រើនមុខដែរហ្នឹងហើយបន្តពីបន្តរួចវាសុខភាពល្អហើយពេលដែលយើងបន្តបាន5ដងហើយយើងអាចម្លងបាន3ថ្ងៃយើងអាចចាក់វ៉ាក់សាំងការពារបានហ្នឹងហើយក៏យើងអាចដាក់វាឲ្យដើរទៅដីបានដែរដោយសារយើងចាក់ការពារឲ្យអស់ហើយតែការចិញ្ចឹមមាន់ព្យាយាមទេបងប្អូនព្រោះវាមិនស្រួលប្រហែលទេហើយវាហើយក៏វាមិនពិបាកប៉ុន្មានដែរតែសំខាន់លើការព្យាយាមរបស់យើងហ្នឹងហើយការបន្តនេះគឺរឿងយឺតតិចហើយដោយសារមិនសូវជាជំនាញប្រហែលទេបន្តនេះហ្នឹងហើយបងប្អូនចិញ្ចឹមមាន់បងប្អូនមានអីប្លែកៗបងប្អូនអាចជួយចែកម្លែកបាទក្នុងខមមិនអីក៏បានដែរបាទដោយសារខ្ញុំទៅចាប់ដើមដែរទេហើយមន់តាំងពីចិញ្ចឹមមកហ្នឹងគឺមិនដែលបានលក់បានដូរទេបងប្អូនហើយបានតែមហូបទេតែវគ្គនេះគឺថានឹងខំព្យាយាមចិញ្ចឹមឲ្យបានច្រើនដើម្បីយើងលក់ដើម្បីរកចំណូលខ្លះភាសាបច្ចុប្បន្ននេះគឺថាសេដ្ឋកិច្ចយើងវារៀងថយក្រោយមែនតើអត់ទៅមុខសោះបាទតាំងពីស្រែចម្ការអីតម្លៃក៏វាមិនល្អដែរអញ្ចឹងហើយងាកមកចិញ្ចឹមមាន់ទៅបីយើងមិនបានលក់ក៏យើងបានហូបប្រចាំថ្ងៃដែរយើងចំណាយចំណៃតិចតួចទៅហើយយើងមានពោតមានស្រូវអីដាក់ឲ្យវាស៊ីហ្នឹងហើយចំណែកស្រូវបើយើងចង់ឲ្យវាស៊ីមានប្រូតអ៊ីនខ្ពស់យើងឲ្យបដោះវាបងប្អូនបដោះវាដោះមានរឹសមានអីចឹងហ្នឹងហើយបដោះវាឲ្យវាមានរឹសវែងតិចមកខ្ញុំយើងយកឲ្យវាស៊ីហើយមាន់យើងក៏វាធំធាត់លឿនដែរហ្នឹងហើយយើងមាន់ញាស់មកខ្ញុំរយៈពេលមួយអាទិត្យគឺខ្ញុំឈប់ឲ្យមេវាក្រុងហើយហ្នឹងហើយខ្ញុំឲ្យមេវាក្រុងរយៈពេលមួយអាទិត្យទេគឺខ្ញុំបន្តថ្នាំឲ្យយកមេវាចេញខ្ញុំដាក់លើត្រង់បាទអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងទេបងប្អូនបាទសូមអរគុណបាទ